និយាយពីម្ដាយក្មេងខ្ញុំនៅពេលដែលពុំមកខំដោនម្ដងដល់វគ្គហ្នឹងខ្ញុំត្រូវបានគាត់បោះបង់ចោលប៉ុន្តែគ្រាន់តែពូម៉ៅត្រឡប់ទៅវិញម៉ែអើយស្រឡាញ់កូនផ្សារម្នាក់នឹងខ្លាំងណាស់បងប្អូនអើយទៅណាក៏វិចស្ពាយទៅតាមដែរហើយកូនផ្សារម្នាក់នេះក៏ដូចចិត្តទៀតឲ្យតែម្ដាយក្មេងប្រាប់មិនដែរ say no ទេ always say yes ទាំង happy ដូចថ្ងៃហ្នឹងផងដែរនៅពេលដែលម្ដាយក្មេងខ្ញុំក៏សួរថាស៊ីណាតនេអត់និយាយទៅបងប្អូនខ្ញុំក្រពេលតនេមិនមានទេពេលណាក៏រវល់ដែរប៉ុន្តែឆ្លៀតតែឆ្លៀតបានណាខ្ញុំសួរតម្លៃក្មេកមានកាយដែរគាត់ថាជូនគាត់ទៅផ្ទះតកែគាត់ផ្លែតដោយសារតកែគាត់មិនសូវស្រួលខ្លួនទេរៀកផងក្អួតផងប្រហែលជាគាត់ទៅគេងនឹងហើយចុះគាត់ខំវិចស្ពាយខោអាវសម្លៀកពាក់មុងភួយទៅជាមួយទៅដេកផ្ទះតកែទាំងយប់ដល់ស្អែកឡើងគាត់សួរខ្ញុំថាខ្ញុំអាចកាត់សក់ឲ្យកូនគាត់បានអត់ខ្ញុំថាខ្ញុំអាចកាត់បានប៉ុន្តែខ្ញុំមិនមែនជាងចំណាននេះទេរឿងកាត់ចេះតែកាត់ហើយនិយាយទៅបងប្អូនខ្ញុំខានធ្វើ beauty យូរហើយកាត់សក់បានរបៀបថាសក់ធម្មតាសក់ឲ្យថាយូកាត់វីកាត់ឬក៏សក់រះតិចដល់ពេលកាត់សក់កូនក្មេងលក្ខណៈបុយកាត់ចេះពិបាកតិចសំកូនក្មេងរើទៀតអូយពិបាកខ្លាំងណាស់បងប្អូនអើយចេះតែកាត់ទៅហើយកូនស្រីទូចស្អាតហ្នឹងមិនមែនកូនគាត់បកកើតទេគឺកូនចំនិយាយទៅនៅស្រុកឥណ្ឌាស្រីក្មេងៗភ្លឺតភ្លើងឡំកណោនឹងជាពិសេសអ្នកទីក្រុងឧទាហរណ៍ថាគាត់ភ្លឺតភ្លើនជាមួយសង្សារថាជ្រុលឈ្លោះទៅខ្លាចពុកម្ដាយរើរឿងគាត់សងំមកលាក់ខ្លួននៅស្រុកខ្ញុំចឹងទៅគេមានមណ្ឌលមួយសម្រាប់គេមើលថែអីចឹងឬក៏ខ្ញុំឧទាហរណ៍ថាខ្ញុំចង់បានកូនហ្នឹងខ្ញុំត្រូវយកពាក្យដាក់នៅមណ្ឌលគេហើយខ្ញុំមានទូនីតិត្រូវចិញ្ចឹមគុតគង់ម្ដាយកូនហ្នឹងរហូតដល់កើតកូនអីចឹងហើយខ្ញុំក៏ធ្លាប់និយាយមួយពូម៉ៅដែរថាខ្ញុំចង់បានកូនស្រីម្នាក់ទៀតចឹងប៉ុន្តែពូម៉ៅគាត់មិនព្រមទេគាត់ថាមានសុខជាមួយក៏គ្រប់គ្រាន់ហើយឥឡូវនេះខ្ញុំកាត់សក់គាត់រួចហើយប៉ុន្តែមិនសូវស្អាតប៉ុន្មានទេបងប្អូនរៀងកឆេកឆោះអត់ស្មើទេដោយសារតែគាត់នៅអត់ស្ងៀមមានចឹងហើយខ្ញុំក៏បានកាត់សក់ម្ដាយគាត់ដែរប៉ុន្តែហ៊ានថតទេគាត់ថាឲ្យថតកូនគាត់បានដល់ពេលកាត់សក់ឲ្យហើយចឹងទៅក៏នឹកឃើញថាចង់ញ៉ាំស្ងោរក្បាលត្រីបងប្អូនឃ្លានខ្លាំងណាស់អាត្រីសមុទ្រមួយប្រភេទហ្នឹងអត់ស្គាល់ឈ្មោះទេគ្រាន់ដឹងអាត្រីនឹងឆ្ងាញ់ណាស់មិនថានិយាយទៅត្រីនឹងឆ្ងាញ់ទាំងអស់តែតម្លៃថ្លៃក៏ប្រពកមានតែអ្នកមានទេគាត់จะចិត្តញ៉ាំត្រីប្រភេទហ្នឹងឯខ្ញុំវិញបានត្រឹមតែទិញក្បាលត្រីយកមកស្លតែប៉ុណ្ណឹងបន្ទាប់ពីដាក់ដាំទឹកស្ងោរចោលហើយខ្ញុំចាប់ដើមជៀនត្រីនិយាយទៅខែនេះខែ6ខែ7ចេះគេហាមឃាត់អត់ឲ្យរកត្រីបងប្អូនគឺត្រីស្អីក៏ថ្លៃដែរហើយសូមអួតពីប្តីខ្ញុំតិចទេបងប្អូនគ្រាន់តែថាឯងសូមវីដេអូមួយឃ្លីបមកព្រោះឯងប្រើ skinny ជារៀងរាល់ថ្ងៃតាមានអីបងប្អូនឲ្យទៅនេះថតភ្លាមហ្មងហើយប្តីរបស់ខ្ញុំឥឡូវគាត់នៅទ្វីបអឺរ៉ុបអត់ទាន់ទៅដល់ទ្វីបអាមេរិកនៅឡើយទេបងប្អូនគាត់ដាក់ skinny ទៅជាមួយជានិច្ចមួយថ្ងៃគាត់ប្រើពីរពេលមុនពេលព្រឹកហើយនិងមុនចូលគេង skinny គឺជាប្រភេទផ្លែឈើស្រស់តាមបែបធម្មជាតិស្រក់យឺតមិនណាំពេទ្យទេហើយពូម៉ៅរាល់ថ្ងៃក៏ប្រើឈុត VIP តម្លៃពេញគេ promotion ណា$70បញ្ចូលនៅសល់$33តែប៉ុណ្ណោះពេលដឹកចឹងហើយបើសិនបងប្អូនចំណាប់អារម្មណ៍ជួយកំងខ្ញុំមកឈុតពីឈុតបងប្អូនធានាថាសេវាលឿនរហ័សតន់ចិត្តដូចអាមេរិកចឹងហើយនៅពេលដែលខ្ញុំកំពុងតែធ្វើម្ហូបហ្នឹងបងប្អូនក៏គ្រូបរិញ្ញាគួរសុកជាគាត់មកសួរគាត់ថាឲ្យខ្ញុំហ្នឹងក៏ចង់ដឹងថាខ្ញុំជួលគាត់ប្រហាត់សុកជាប៉ុន្មានម៉ោងអីចឹងខ្ញុំថាខ្ញុំជួល2ម៉ោងនៅស្រុកឥណ្ឌាបងប្អូនបរិញ្ញាគួរជួលគឺធូរថ្លៃទេសម្រាប់ថ្នាក់ទូចសុកជានិយាយទៅគេឲ្យនៅស្រុកហ្នឹងគេឲ្យទៅ$300ទេមួយខែប៉ុន្តែខ្ញុំអាណិតខ្ញុំឲ្យដល់$500ដោយសារតែខ្ញុំចង់ឲ្យគាត់ប្រហាត់សុកជាពិសេសហើយម្ហូបខ្ញុំរួចរាល់ហើយបងប្អូនថ្ងៃនេះនិយាយទៅម្ហូបខ្ញុំសាមញ្ញធម្មតាទេមានដល់តែ3មុខមានស្ងោរជ្រក់ផងហើយមានចៀនត្រីហើយក៏មានឆារនងដែរជាលក្ខណៈថាធម្មតាសម្រាប់បងប្អូនហ្នឹងតាមខ្ញុំគិតប៉ុន្តែខ្ញុំហ្នឹងគឺ VIP បងប្អូនប៉ុន្តែម្ហូបបែបនេះគឺជាចំណងចំណូលចិត្តរបស់ខ្ញុំមកដាក់បាយមួយចានទៅមួយចានមកបងប្អូនគឺឆ្ងាញ់ខ្លាំងណាស់នៅពេលដែលខ្ញុំកំពុងតែចូលសលេងចង់ញ៉ាំម្ដងទៀតទេនិយាយទៅខ្ញុំមួយថ្ងៃខ្ញុំស្លតែម្ដងទេស្លពីព្រឹកចឹងទៅយើងញ៉ាំវល់ងាកហ្មងណាអូខេបងប្អូនសូមអញ្ជើញពិសាជាមួយខ្ញុំហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរតែសូមអធិស្ឋានបងប្អូនណាបើសិនជាខ្ញុំចូលសលេងមានកំហុសខុសឆ្គងទ្រាំចំណុចណាមួយអរគុណជម្រាបលាចាំជួបនៅវគ្គក្រោយ